គណៈបកកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយចំពោះការចាប់ខ្លួនអនុប្រធានទី1នៃក្រុមការងារបណ្ដោះអាសន្នគណៈបកកម្លាំងជាតិប្រចាំក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់នៅថ្ងៃទី23ខែមីនាឆ្នាំ2025គណៈបកកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយចំពោះការចាប់ខ្លួនលោកហ៊ុនប៊ុនរតអនុប្រធានទី1ក្រុមការងារបណ្ដោះអាសន្នគណៈបកកម្លាំងជាតិប្រចាំក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថាមានមនុស្សស្លៀកពាក់ឯកសណ្ឋានប៉ូលីសនិងស៊ីវិលមួយក្រុមបានទៅចាប់ខ្លួនលោកហ៊ុនប៊ុនរតនៅម៉ោង 9:00 នាទីព្រឹកថ្ងៃទី22ខែមីនាឆ្នាំ2025នៅកណ្ដាលផ្សារក្រកភូមិផ្សារឃុំអន្លង់ថ្នោតស្រុកក្រកខេត្តពោធិ៍សាត់គណៈបកកម្លាំងជាតិនិងក្រុមគ្រួសារលោកហ៊ុនប៊ុនរតនៅមិនទាន់ដឹងពីមូលហេតុនៃការចាប់ខ្លួននេះថាជាប់ពាក់ព័ន្ធនឹងករណីអ្វីឲ្យប្រកាសនោះទេក្រោយចាប់ខ្លួនលោកហ៊ុនប៊ុនរតក្រុមគ្រួសារបានទៅសួរនាំប៉ូលីសគេប្រាប់ថាអត់ដឹងដែរគេបញ្ជាឲ្យចាប់ខ្លួននិងបញ្ជូនទៅភ្នំពេញគណៈបកកម្លាំងជាតិយល់ឃើញថាការចាប់ខ្លួនលោកហ៊ុនប៊ុនរតនិងថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិជាបន្តបន្ទាប់គឺជាការបំផិតបំភ័យនិងធ្វើទុកបុកម្នេញយ៉ាងធ្ងន់ធ្ងរមកលើថ្នាក់ដឹកនាំនិងសកម្មជនគណៈបកកម្លាំងជាតិដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកនៅក្នុងប្រទេសកម្ពុជា